សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍ចូលមកកាន់ channel នេះអញ្ចឹងថ្ងៃនេះយើងបន្តបកស្រាយលំហាត់ប្រតិបត្តិយើងទៀតគឺលំហាត់ប្រតិបត្តិដែលតាក់ទងជាមួយនឹងអ្នកទំនងមុំក្នុងត្រីកោណតើលំហាត់នោះគេនិយាយអំពីខ្លះយើងចូលមើលទាំងអស់គ្នាតោះអូខេអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងបន្តបកស្រាយលំហាត់ប្រតិបត្តិយើងទៀតគឺលំហាត់ប្រតិបត្តិដែលតាក់ទងជាមួយនឹងអ្នកទំនងមុំក្នុងត្រីកោណក្នុងទំព័រទី158ណាអញ្ចឹងកាលវីដេអូមុនយើងបានបកស្រាយលំហាត់ប្រតិបត្តិចំណុចករួចហើយអញ្ចឹងថ្ងៃនេះយើងបន្តទៀតគឺចូលចំណុចខហើយនិងគោណាអូខេឥឡូវយើងមើលចំណុចខបាទឥឡូវយើងមើលលំហាត់ចំណុចខនេះគឺគេឲ្យរូបយើងមកអញ្ចឹងគឺបន្ទាត់ពីនេះគេដាក់សញ្ញាព្រួយនេះមិនថាស្របគ្នាណាបាទជាបន្ទាត់ពីស្របគ្នាហើយអានេះជាត្រីកោណមួយឧទាហរណ៍ខ្ញុំដាក់ថានេះ A ឬក៏ A ហ្នឹងអានេះ B អានេះ C ចឹងណាបាទអញ្ចឹងយើងដាក់យ៉ាងដើម្បីស្រួលហៅណាអញ្ចឹងយើងមើលត្រីកោណ A B C ណាអញ្ចឹងមានជ្រុងឬក៏អង្កត់ A B នេះស្មើអង្កត់ A C អញ្ចឹងយើងមើលជាត្រីកោណឲ្យគេអាពីរហ្នឹងបាទគឺជាត្រីកោណដែលមានជ្រុងពីរស្មើគ្នាជាត្រីកោណសមបាតណាសមបាតកំពូល A អញ្ចឹងអាចជ្រុងវាពីរស្មើគ្នាហ្នឹងជាត្រីកោណសមបាតហើយណាយើងធ្លាប់រៀនហើយត្រីកោណសមបាតគឺជាត្រីកោណដែលមានជ្រុងពីរឬក៏មុំពីរស្មើគ្នាអញ្ចឹងយើងអាចទាញបានថាត្រីកោណហ្នឹងជាត្រីកោណសមបាតអញ្ចឹងមុំវាអីគេនេះមុំ B និងមុំ C នេះមិនគ្នាបាទអញ្ចឹងមុំពីរហ្នឹងក៏ប៉ុនគ្នាដែរណាព្រោះត្រីកោណសមបាតមានមុំបាតពីរប៉ុនគ្នាបាទអញ្ចឹងយើងអាចមើលគេសួរថាតើមុំ x នេះមានតម្លៃប៉ុន្មានណាគេឲ្យរកមុំ x ហ្នឹងអញ្ចឹងយើងមើលយើងអាចដោះស្រាយតាមវិធីណាបាទអញ្ចឹងយើងមើលគេឲ្យថាមុំនេះ101ដឺក្រេណាមុំនេះ101ដឺក្រេអញ្ចឹងយើងមើលមុំ101ដឺក្រេហ្នឹងបើសិនជាបូកមួយមុំ B នេះមុំ B អានេះមើលមុំ B អានេះតើស្មើប៉ុន្មានបាទគឺស្មើនឹង180ដឺក្រេណាជាផលបូកមុំជាប់បន្ថែមមិនថាអាពីរនឹងបញ្ចូលគ្នាមកគឺស្មើមុំរៀបមួយអញ្ចឹងគឺស្មើ180ដឺក្រេអញ្ចឹងយើងអាចរកមុំ B នឹងឃើញអត់បាទយើងអាចរកមុំ B ឃើញណាយក180ដក101មកឃើញមុំ B ហ្នឹងហើយអញ្ចឹងដល់យើងឃើញមុំ B ហ្នឹងស្មើមុំ C នេះអត់បាទមុំ B ក៏ស្មើមុំ C នឹងដែរព្រោះជាមុំរបស់ត្រីកោណសមបាតបាទអញ្ចឹងយើងអាចទាញថាមុំ B ស្មើមុំ C ដែរអញ្ចឹងយើងរកមុំ C ឃើញហើយមុំ C ហ្នឹងហើយមុំ x នេះមិនដូចគ្នានេះមុំ C មុំ x នេះបាទគឺជាមុំប៉ុនគ្នាដែរជាប្រភេទមុំឆ្លាស់ក្នុងណាដោយសារវាបង្កើតឡើងដោយបន្ទាត់ពីនេះស្របគ្នាកាត់នៅខ្នាត1អញ្ចឹងជាមុំឆ្លាស់ក្នុងដែលប៉ុនគ្នាអញ្ចឹងយើងអាចទាញថាមុំ x នេះស្មើមុំ C ដែរអញ្ចឹងយើងអាចរកមុំ x ឃើញអត់បាទអញ្ចឹងគឺចំណុចខយើងអាចរកមុំ x ឃើញតាមរយៈមុំឆ្លាស់ក្នុងហ្នឹងតោះណាមិនដែរអ្នកនរគ្នាយល់បានទេអូខេយើងចូលមើលការបកស្រាយតែម្ដងមកអូខេឥឡូវយើងមើលរបៀបបកស្រាយលំហាត់ប្រតិបត្តិចំណុចខយើងអញ្ចឹងយើងដាក់មកគឺកណនីមុំ x ណានេះសួរទៅមុំ x ទេអញ្ចឹងយើងសេមកថាយើងមានមុំ B បូក101ដឺក្រេស្មើ180ដឺក្រេណាមុំជាប់បន្ថែមនេះគឺមុំ B នេះបូកនឹងមុំ101នេះអាពីរចូលគ្នាមកគឺស្មើមុំរៀបជាផលបូកមុំជាប់បន្ថែមអញ្ចឹងយើងដាក់ប្រាប់គេថាមុំជាប់បន្ថែមអញ្ចឹងណាបាទអញ្ចឹងយើងទាញរកមុំ B មកអញ្ចឹងមុំ B ស្មើ180ដក101អញ្ចឹងឃើញប៉ុន្មានដកមកបាទឃើញ79ដឺក្រេណាបាទអញ្ចឹងកន្លែងមុំ B នេះស្មើ79ដឺក្រេនេះណាមុំ B នេះ79ដឺក្រេហើយកន្លែងហ្នឹងអញ្ចឹងយើងដាក់ចំណាំអញ្ចឹងក៏បានដែរបាទហើយបន្តមកទៀតយើងមើលគឺថាហើយអង្កត់ AB ស្មើអង្កត់ AC បំរាប់ណានេះអង្កត់ AB នេះស្មើ AC បំរាប់អញ្ចឹងយើងអាចទាញបានអីបាទយើងមើលតមកទៀតអញ្ចឹងយើងអាចទាញបានថាត្រីកោណ ABC ជាត្រីកោណសមបាតកំពូល A ណាដូចខ្ញុំបញ្យល់មកអញ្ចឹងនាំឲ្យមុំបាតនេះគឺមុំ C ស្មើមុំ B អញ្ចឹងស្មើ79ដឺក្រេដែរដោយសារមុំ B យើងរកឃើញខាងលើនេះស្មើ79ដឺក្រេអញ្ចឹងនាំឲ្យមុំ C ហ្នឹងក៏ស្មើ79ដឺក្រេដែរតោះនេះអូខេឥឡូវយើងមើលតមកទៀតបាទយើងមើលតមកទៀតអញ្ចឹងមុំ C ស្មើមុំ B ស្មើ79ដឺក្រេណាដោយសារយើងទាញបានថាត្រីកោណ ABC ជាត្រីកោណសមបាត
ហើយមុំ3ស្គាល់79អញ្ចឹងនាំឲ្យមុំសេមក79ដែរហើយម្យ៉ាងទៀតយើងអាចទាញបានថាមុំ x នោះស្មើមុំសេណានេះមុំ x នេះមុំ x នេះស្មើនឹងមុំសេដោយសារវាជាមុំឆ្លាស់ក្នុងណាហើយយើងដាក់ប្រាប់គេមកដាក់ថាមុំឆ្លាស់ក្នុងដែលបង្កើតឡើងដោយបន្ទាត់ពីស្របគ្នាណាបាទអញ្ចឹងនេះបន្ទាត់នេះស្របបន្ទាត់នេះហើយកាត់ដោយខ្នាតនេះមួយអញ្ចឹងវាជាមុំឆ្លាស់ក្នុងអញ្ចឹងបានគេទាញបានថាមុំ x នោះស្មើមុំសេស្មើ79ដឺក្រេដែរណាតោះនេះបាទអញ្ចឹងយើងដាក់តមកទៀតមកអញ្ចឹងយើងដាក់ថាដូចនេះមុំ x ស្មើនឹង79ដឺក្រេបាទអញ្ចឹងនេះគឺជាតម្លៃមុំ x ដែលយើងរកនៅក្នុងលំហាត់ប្រតិបត្តិចំណុចខយើងមិនដែរអ្នកទាំងអស់គ្នាតន់បានទេអូខេយើងបន្តទៅមើលលំហាត់យើងបន្តទៀតគឺលំហាត់ចំណុចគោអូខេឥឡូវយើងមើលចំណុចគោមួយទៀតតាក់ទងជាមួយនឹងការរកតម្លៃមុំ x និងមុំ y ណាអញ្ចឹងមុំ x នៅនេះហើយនេះមុំ y ណាបាទអញ្ចឹងយើងមើលតើរកមិនឃើញមុំ x ហើយមុំ y ហ្នឹងអញ្ចឹងអានេះមុំ y អញ្ចឹងឧទាហរណ៍នេះខ្ញុំដាក់ថាមុំ y 1អញ្ចឹងណា y 1ណាដើម្បីស្រួលហៅឈ្មោះអញ្ចឹងនេះ y 1ឬ y 1អញ្ចឹងយើងមើលថាតើយើងអាចរកតាមវិធីណាណាបាទអញ្ចឹងយើងមើលក្នុងត្រីកោណនេះណាត្រីកោណនេះវាជាត្រីកោណមួយដែលមានមុំក្នុងវាគឺមុំ44ដឺក្រេមួយហើយនឹងមុំ y 1នេះមួយអញ្ចឹងបើសិនជាមុំ2បូកបញ្ចូលនេះស្មើមុំអីបាទគឺស្មើនឹងមុំ116ដឺក្រេនេះជាអីគេហ្នឹងបាទជាមុំក្រៅត្រីកោណអញ្ចឹងមុំក្រៅត្រីកោណមួយស្មើនឹងផលបូកមុំក្នុងត្រីកោណ2ផ្សេងទៀតដែលមិនជាប់នឹងវាអញ្ចឹងគឺ116ដឺក្រេហ្នឹងស្មើនឹងមុំ y មួយហ្នឹងបូកជាមួយនឹង44ដឺក្រេនេះតោះណាបាទអញ្ចឹងយើងអាចទាញរកមុំ y មួយនេះឃើញអត់បាទគឺយើងអាចទាញរកឃើញណាព្រោះយើងដោះស្រាយសមីការហ្នឹងមកគឺទាញរកមុំ y មួយនឹងឃើញហើយអញ្ចឹងពេលដែលយើងរកមុំ y មួយឃើញតែយើងអាចរកមុំ x ឃើញអត់បាទគឺរកឃើញដោយសារមុំ y មួយហ្នឹងហើយមុំ x ហ្នឹងគឺជាមុំប៉ុនគ្នាជាមុំឆ្លាស់ក្នុងណាដែលបង្កើតឡើងដោយបន្ទាត់ពីនេះស្របគ្នាកាត់ដោយខ្នាតមួយតោះណាបាទអាហ្នឹងយើងអាចរកមុំ x នេះឃើញហើយតោះណាបាទហើយចំណុចមួយទៀតយើងរកមុំ y ដល់មុំ y អាចរកឃើញអត់បាទអញ្ចឹងមុំ y យើងស្គាល់មុំ y មួយនេះហើយអញ្ចឹងមុំ y មួយបូកមុំ y ស្មើអីយើងដឹងហ៎បាទគឺជាមុំជាប់បន្ថែមពីហ្នឹងអញ្ចឹងគឺស្មើ180ដឺក្រេណាព្រោះនេះជាមុំរៀបអញ្ចឹង y មួយបូកនឹងមុំ y នេះស្មើនឹង180ដឺក្រេអញ្ចឹងយើងអាចរកមុំ y នេះឃើញអត់បាទយើងអាចរកឃើញណាព្រោះមុំ y មួយយើងរកឃើញខាងលើមិញហើយអញ្ចឹងគឺយើងអាចរកមុំ y ឃើញទៀតណាតោះណាអូខេយើងចូលមើលការបកស្រាយតែម្ដងមកអូខេឥឡូវយើងដាក់ចម្លើយមកក្នុងលំហាត់ចំណុចគោយើងអញ្ចឹងយើងដាក់មកកណនីមុំ x និង y ណាបាទអញ្ចឹងយើងដាក់មកយើងបានមុំ y មួយបូក44ដឺក្រេស្មើ116ដឺក្រេណាបាទគឺយើងដាក់ថាមុំក្រៅត្រីកោណបាទអញ្ចឹងមុំក្រៅត្រីកោណមួយគឺ116ដឺក្រេហ្នឹងស្មើផលបូកមុំក្នុងត្រីកោណ2ផ្សេងទៀតគឺស្មើនឹង y មួយនេះបូកនឹង44ដឺក្រេណាអាហ្នឹងយើងរៀនកាលវីដេអូមុនរួចហើយណាបាទអញ្ចឹងយើងអាចទាញរកមុំ y មួយឃើញហើយអញ្ចឹងនាំឲ្យមុំ y មួយស្មើ116ដក44ដឺក្រេអញ្ចឹងយើងដកមកឃើញ72ដឺក្រេបាទអញ្ចឹងយើងរកឃើញមុំ y មួយនេះមួយហើយគឺស្មើនឹង72ដឺក្រេណាអូខេឥឡូវយើងមើលបន្តទៀតអញ្ចឹងយើងមើលមុំ y មួយស្មើនឹង72ដឺក្រេអញ្ចឹងយើងអាចទាញរកមុំ x ឃើញណាអញ្ចឹងយើងមើលថាតែមុំ y មួយស្មើនឹងមុំ x ណាជាមុំឆ្លាស់ក្នុងដោយសារវាបង្កើតឡើងដោយបន្ទាត់ពីស្របគ្នាកាត់ដោយខ្នាតមួយអញ្ចឹងមុំឆ្លាស់ក្នុងជាមុំប៉ុនគ្នាអញ្ចឹងយើងអាចទាញបានថាមុំ x ហ្នឹងស្មើ72ដឺក្រេដែរណាព្រោះមុំ y មួយស្មើ72ហើយ y មួយហ្នឹងស្មើនឹងមុំ x អញ្ចឹងវាស្មើ72ដូចគ្នាតោះណាបាទយើងដាក់មកដូចនេះមុំ x ស្មើ72ដឺក្រេបាទអញ្ចឹងនេះគឺជាតម្លៃមុំ x នៅក្នុងគោហ្នឹងតោះណាអ្នកនរគ្នាអូខេយើងមើលបន្តទៀតរកមុំ y ម្ដងអូខេឥឡូវយើងមើលមួយទៀតរកមុំ y នេះអញ្ចឹងយើងដាក់ម្យ៉ាងទៀតមុំ y បូកនឹងមុំ y មួយស្មើ180ដឺក្រេណាជាផលបូកមុំជាប់បន្ថែមបាទនេះមុំ y នេះបូក y មួយបូកចូលនេះមកស្មើមុំរៀបអញ្ចឹងគឺជាផលបូកមុំជាប់បន្ថែមអញ្ចឹងយើងសរសេរថាមុំ y បូកមុំ y មួយស្មើ180ដឺក្រេអញ្ចឹងយើងអាចទាញរកមុំ y ឃើញអត់
và cứ những ai tên là nằm ở mông y lệch mà nằm rồi phải sắp đọ mông y lệch mùi nữa chẳng dân chỉ nói vô máu rồi sao mông y lệch mỗi dân rồi khơi hàng lơ mấy con chết tập pi được rồi nữa chẳng cứ mà nằm rồi phải sắp đọ chết tập pi được rồi nhưng đó mới khơi mà rồi mình vậy được rồi nữa và trong mông y lệch chân rồi khơi nhảy dân nhận tạm mà đội nấy mông y lệch nó mà nằm rồi mình vậy được rồi nữa và chẳng ní cứ chưa rồi việc bỏ sai làm hạt bắt cho nó cổ tẹt tôn cho mình là cả nè mông nằng mấy đá là nó nè vô bàn ấy việc bỏ sai nằng ok chẳng làm hạt bắt tẹt tôn cho mình nằng cả nè rồi mông nó cứ miền bầy nó hay giờ thôi cả bỏ sai ở hay chẳng là nó nè mơ máu sinh chia cho Nam mình vô lại comment xuống hàng cào hay complete chui lại xe với tàu nippon đồng bề mặt thẻ dân đó tay kết các bạn tu sanh này hay trong buổi này một cáiผมtoàn ban subscribe lên channel này complete chỉ lơ subscribe phóng hay chỉ lơ rục vẫn đăng đồng bềตัวban video mấy được nhưng mà tranh cho mình to tiền mà zoom off còn